លោកពូបាទលោកពូមកពីខាងណាដែរបាទមកខាងព្រៃវែងខាងព្រៃវែងណោះហើយលោកគ្រូសំទោសលោកពូមកជួបលោកគ្រូនោះមានបញ្ហាឈឺចេះតែមិនដែរវាជាប់កែរែងតាគៀកចកេះបាទហ្នឹងហើយជាប់នោះជាប់ដើរមិនរួចអីវាលើកជើងមិនរួចទៅមកអូធ្វើទុកគឺពិបាកក្នុងការដើរការលើកជើងបានលើកអត់រួចទេជើបើអង្គុយអីគេជួយលើកតើជួយលើកណោះបាទហើយមិនដែរក្រោយពេលបានមកចាប់សរសៃមកលោកគ្រូហ្នឹងបានមកចាប់តរែងសរសៃ2ថ្ងៃហ្នឹងបានអោនទៅវាស្រួលវាអីវាតាំងអត់ចាក់ចុងដូចមុនទេណោះបាទវាមិនស្លុតវាមិនអីដូចមុនមានកម្លាំងជើងជាងមុនមានកម្លាំងលើកខ្លួនឯងជើងពីមុនក៏យកដៃត្រោចាជួយត្រោបាទហ្នឹងហើយចឹងបាទហើយឥឡូវបានដូចថាវាបាននេះធូបក្រែលច្រើនណាស់បាទគឺច្រើនហើយលោកពូឈឺយូរនៅខ្ញុំឈឺនឹងមើលរាប់ជាឆ្នាំនោះមិនតិចឆ្នាំទេឡើងកាត់ជាសាឡាអាស៊ីតហើយណាបាទព្រោះចេះពេលឈឺពីដើមវាអត់ជាប់អញ្ចឹងទេប៉ុន្តែគ្រាន់តែវាហើមបាទហើមជាគួងហើមអីជាតែបូមជាតែចាក់ថ្នាំចាក់អីទៅបាទឥឡូវហ្នឹងមកជាប់ហ្នឹងបានមកកេះហ្នឹងបានរៀងធូរបាទអញ្ចឹងស្ដាយណាបើសិនពីមុនឃើញលោកគ្រូតាំងយូរប្រហែលមិនដល់ឆ្នាំហ្នឹងឯងមែនទេលោកគ្រូការពិតលោកគ្រូបោចូល6ឆ្នាំហើយណាលោកគ្រូចាប់បើកចាប់សរសៃហ្នឹង6ឆ្នាំហើយបាទហើយរៀននោះវាយូរឆ្នាំមកដែរប៉ុន្តែគាត់តែមកចាប់ផ្ដើមធ្វើបាន6ឆ្នាំតែលោកគ្រូបើកដែរឃើញណាបាទអញ្ចឹងលោកពូគិតថាចាប់សរសៃភ្លាមធូរភ្លាមហ្នឹងឥឡូវមានពាក្យពេចន៍អីចែករំលែកទៅដល់ពុកម៉ែបងប្អូនអ្នកឈឺបាទបើសិនជាមានបងប្អូនណាឈឺជាប់ស្លាក់ជាប់តាគៀកចកេះដូចខ្ញុំអញ្ចឹងមកលោកគ្រូមួយចេះភក្តីបាទលោកគ្រូភក្តីគាត់ចាប់ទៅវាស្រួលខ្លួនស្រួលអីបានតសៃនឹងដើរស្រួលដើរអីវិញហ៎បាទចរន្តឈាមវិញណាបាទហើយខ្ញុំទៅចាប់បានតែ2ដងទេមកសិលមិញម្ដងឯកណាំងម្ដងបាទ2ដងទេហើយចាំមើលទៅវិញហ្នឹងកូននេះទេវាមិនទាន់ទៅទេយ៉ាងបាទអញ្ចឹងខ្ញុំសូមផ្ដាំទៅដល់ពុកម៉ែបងប្អូនអ្នកដែលមានបញ្ហាឈឺហ្នឹងកុំទុកយូរណាថ្មីបញ្ញាប់មកមើលថាលេបថ្នាំបានមិនថាលោកពូមិនធ្លាប់លេបទេតែថាបន្ទុកថ្នាំមិនបកកែទេប៉ុន្តែគ្រាន់តែគៀបកម្រិតធ្ងន់លេបបាត់ទេតើតែយើងមកដោះសរសៃបាទហើយសាឡាអាស៊ីតហ្នឹងវាកើតចេញពីការកប់គៀបសរសៃឈាមបាទទៅជាហើមទៅជាអីហ្នឹងមកពីចរន្តឈាមយើងរត់អត់ស្មើអត់សប់អញ្ចឹងទៅវាទៅជាលើសឈាមទៅជាហើមដៃហើមជើងទៅអាហ្នឹងកើតទៅជាអាស៊ីតបាទអញ្ចឹងអរគុណលោកពូច្រើនបាទអរគុណបាទបាយទាំងអស់គ្នាបាទអរគុណ